ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានមុខម្ហូបឆាលុកឡាក់សាច់គោយកមកបង្ហាញហើយចំពោះសាច់គោនេះគឺទិញដាក់ចូលក្នុងទូកកហើយដល់ពេលយកមកហាញទៅដោយសារតែអត់តាន់លាយតកកអស់អញ្ចឹងរៀងពិបាកហាន់បន្តិចដោយសារតែខ្ញុំភ្លេចហាន់វាជាចំណិតដាក់ចូលក្នុងទូទឹកកកមកនៅពេលដែលខ្ញុំហាន់សាច់គោជាចំណិតបែបហ្នឹងហើយគឺខ្ញុំចាប់ផ្ដើមប្រឡាក់សាច់ហ្នឹងដាក់ម្លែកសិនដាក់ជាមួយនឹងម្សៅស៊ុបដាក់ជាមួយនឹងប៊ីចេងដាក់ស្ករសហើយជាមួយនឹងទឹកត្រីរបស់យើងបន្តិចហើយក៏ខ្ញុំឆ្លៀតថែមជាមួយនឹងប៉ោងមាន់មួយគ្រាប់ដើម្បីឲ្យរសជាតិសាច់របស់យើងកាន់តែឆ្ងាញ់ហើយខ្ញុំក៏ប្រឡាក់ទុកចោលរយៈពេលប្រហែលជា15នាទីទៅកន្លះម៉ោងបន្ទាប់ពីខ្ញុំប្រឡាក់សាច់នឹងហើយគឺខ្ញុំយកពេលមកហាន់ជាមួយនឹងបន្លែមានដូចជាសាឡាត់ស្រួយហើយខ្ញុំប្រើសាឡាត់ចំនួនតែម្ដងទេដោយសារតែពេលល្ងាចអត់ញ៉ាំអីច្រើនទេញ៉ាំតែតិចហើយជាមួយនឹងម្ទេសទៅទិញបន្លែខ្ញុំទិញតែសាឡាត់ទេប៉ុន្តែអ្នកលក់ឲ្យតែឃើញខ្ញុំទៅទិញគឺថែមរហូតបន្លែគឺថែមមកគ្រប់មុខហ្មងថែមអានេះបន្តិចអានោះបន្តិចគឺថែមឲ្យរហូតអញ្ចឹងក៏ឆ្លៀតដាក់ឲ្យបានគ្រប់មុខហើយចំពោះស្ពៃប្រូកូលីនេះគឺសល់ពីធ្វើមីដោយសារតែអត់មានធ្វើមីញ៉ាំទៀតក៏យកមកដាក់ជាមួយនឹងឆាលុកឡាក់សាច់គោហើយសម្រាប់ខ្ញុំឃើញពុកម៉ែបងប្អូនគាត់ឆាលុកឡាក់សាច់គោគឺដាក់តែខ្ទឹមប្រាំងជាមួយសាច់គោហើយជាមួយនឹងសាឡាត់ប៉ុន្តែខ្ញុំឆានេះរបៀបថាកូនកាត់មានបន្លែគ្រប់មុខហ្មងដោយសារតែពេលល្ងាចចង់សម្អាក់គីឡូអត់ញ៉ាំបាយអញ្ចឹងគឺដាក់បន្លែច្រើនតែម្ដងហើយបន្ទាប់ពីរៀបចំបន្លែលាងសម្អាតទឹកហើយអស់ហើយគឺធ្វើការចិញ្ច្រាំជាមួយនឹងខ្ទឹមសរបស់យើងឲ្យម៉ត់ហាន់ជាមួយនឹងខ្ទឹមប្រាំងគឺហាន់ជាចំណិតបែបហ្នឹងហើយកត់ស្ដាងពេកកត់ក្រាស់ពេកដែរបងប្អូននៅពេលដែលខ្ញុំហាន់ខ្ទឹមប្រាំងហើយគឺខ្ញុំធ្វើការហាន់ជាមួយនឹងប៉េងប៉ោះដើម្បីរៀបទុកម្លែកសិនមុននឹងយើងឆាសាច់គោហើយប៉េងប៉ោះគឺខ្ញុំនិយាយទៅចូលចិត្តញ៉ាំបន្លែពេលល្ងាចចឹងខ្ញុំដាក់រៀងច្រើនដែរហើយបន្ទាប់ពីខ្ញុំហាន់បន្លែទាំងនឹងអស់ហើយគឺហាន់ជាមួយនឹងស្លឹកខ្ទឹមគឺមានគ្រប់មុខហ្មងគឺខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមទៀតខ្ញុំអត់ដឹងថាបងប្អូនធ្វើដូចខ្ញុំឬក៏មានទម្លាប់ធ្វើខុសខ្ញុំបើសិនជាមានទម្លាប់ធ្វើដូចខ្ញុំឬខុសខ្ញុំសូមជួយ comment លេខនៅខាងក្រោមវីដេអូរបស់នាងខ្ញុំផងហើយបើចំណុចណាដែលខ្វះខាតសូមពុកម៉ែបងប្អូនជួយប្រាប់នាងខ្ញុំនៅខាងក្រោមវីដេអូដូចគ្នាហើយបន្ទាប់ពីខ្ញុំបានរៀបចំបន្លែហើយអស់ហើយខ្ញុំធ្វើការឆាជាមួយនឹងសាច់ដែលបំពងជាមួយនឹងខ្ទឹមឲ្យឡើងជើងក្រង់ហើយដាក់សាច់របស់យើងចូលនៅពេលដែលខ្ញុំប្រឡាក់សាច់ផ្អាប់ទុកចឹងទៅវាធ្វើឲ្យរសជាតិសាច់របស់យើងហ្នឹងចូលជាតិគ្នាបានច្រើនបានឆ្ងាញ់ជាងពេលដែលយើងអត់ប្រឡាក់ហើយអត់សូវមានជាតិទឹកឆរទេបងប្អូនដោយសារតែខ្ញុំអត់សូវចូលចិត្តទឹកទេហើយឆានេះក៏ខ្ញុំអត់មានថែមទឹកដែរហើយបន្ទាប់មកគឺខ្ញុំត្រូវដាក់ជាមួយនឹងបន្លែដែលរឹងចូលមុនទេដំបូងគិតថាចង់ឆាបន្លែដូចជាការ៉ុតដូចជាម្ទេសហើយនឹងស្ពៃប្រូកូលីហ្នឹងឲ្យទន់សិនទៅដាក់តាមក្រោយតែក៏នឹកឃើញថារៀងជ្រុលម៉ោងហើយក៏ដាក់ចូលជាមួយគ្នាទៅតែស្រាប់តែដាក់ខ្ទឹមប្រាំងចូលមុនហើយធ្វើការរៀបជាមួយនឹងសាឡាត់ស្រួយរបស់យើងហើយសាឡាត់ស្រួយនេះទិញតែម្ដងមិនតែបានឡើងច្រើនតែម្ដងដាក់ប៉េងប៉ោះក្រានៅខាងក្រោមអញ្ចឹងទៀតមកហើយយើងដួសជាមួយនឹងសាច់ប្រឡាក់សាច់ឆារបស់យើងច្រឡំសាច់ប្រឡាក់សាច់ឆារបស់យើងចូលហើយបន្ថែមជាមួយនឹងខ្ទឹមទៀតរួចជាការស្រេចហើយទឹកម្រេចគឺខ្ញុំអត់មានលាយអីច្រើនទេដោយសារតែខ្ញុំបានធ្វើទុកហើយគឺអំបិលម្រេចលីងពងទាកូនហ្នឹងគឺខ្ញុំដួសយកមកលាយជាមួយនឹងទឹកដោះគោដោយសារតែចង់ភ្លក់រសជាតិទឹកដោះគោម្ដងកន្លែងហ្នឹងប្តីខ្ញុំគាត់ថាខ្ញុំហ្នឹងអត់ខ្លាចពុលអីដាក់ទឹកដោះគោនិយាយទៅគាត់អត់ដឹងខ្ញុំថាដាក់តែអត់អីទេហើយក៏បន្ថែមជាមួយនឹងម្ទេសថែមទៀតហើយចុងក្រោយវីដេអូមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនសម្រាប់ការពេញចិត្តនិងតាមដានទស្សនាវីដេអូរបស់នាងខ្ញុំសូមជួយចុច like subscribe share follow ម្នាក់មួយផងអរគុណជម្រាបលា